ลองนึงใกล้สำรวจบอกปลายดอยแอดมินสำรายเรื่องសូមមេត្តាចុច like subscribe និងចែករំលែកដើម្បីគាំទ្រកម្មវិធីមានជីងនិងមានរៀនរបស់យើងអូយក្មេងតូចមិនអីទេមែនទេវ៉ាស្អាតខ្លាំងណាស់មានរបួសត្រង់ណាទេប្រហែលជាភ័យខ្លាំងហើយមើលទៅខ្ញុំមិនអីទេអូមិនបានទេជើងរបស់ខ្ញុំឲ្យខ្ញុំជូនទៅមន្ទីរពេទ្យទៅលឿនឡើងមិនបាច់ទេឲ្យអ្នកនាងធ្វើជាម៉ាក់កូនទៅធ្វើបែបនេះកូននឹងលើកលែងទោសឲ្យភ្លាមសេងកូននិយាយផ្ដេសផ្ដាស់អីហ្នឹងប្រយ័ត្នម៉ាក់កូនឯងខាងណាកូនអត់មានម៉ាក់ផងបងស្រីដ៏ស្អាតឲ្យមកធ្វើជាងសេងភ្ញាក់ឡើងកុំរត់ផ្ដេសផ្ដាស់ចេញមកឲ្យលឿនប៉ាកូននៅទីនេះតើហេតុអីក៏រត់ចោលប៉ាបែបនេះស្ត្រីម្នាក់នេះមើលទៅតាក់ភ្នែកខ្លាំងណាស់សុំទោសផងអ្នកនាងកូនស្រីខ្ញុំរពើបន្តិចហើយបង្កការលំបាកដល់អ្នកនាងហើយមិនអីទេចុះលោកនៅលីវមែនទេធ្វើការងារអីដែរបាទខ្ញុំនៅលីវរាល់ថ្ងៃលក់សាច់អាំងបន្តិចបន្តួចរកបានតែប៉ុន្មានពាន់យន់ទេមានការអីមែនទេទុកប៉ាល្ងងណាស់ម៉ាក់ចង់រៀបការជាមួយប៉ានឹងណាគុំនិយាយលេងសាច់អីកូនគ្មានអ្វីដែលថាមិនអាចនោះទេសភាពការមិនសូវស្រួលហើយទៅការិយាល័យចុះបញ្ជីអាពាហ៍ពិពាហ៍ជាមួយខ្ញុំឥឡូវនេះអាកានីកាជាវហេតុអីពួកលោកដឹងថាខ្ញុំអ្នកនាងខៀវសូមត្រឡប់ទៅជាមួយពួកយើងវិញទៅលោកម្ចាស់ជាវគាត់បារម្ភពីអ្នកនាងណាស់បារម្ភពីខ្ញុំថាគាត់បារម្ភពីអំណាចក្នុងដៃរបស់គាត់ច្រើនជាងទៅប្រាប់គាត់ទៅថាខ្ញុំមិនរៀបការជាមួយមនុស្សដែលខ្ញុំមិនស្រឡាញ់ទេអ្នកនាងជាវបើថ្ងៃនេះអ្នកនាងមិនព្រមទៅវិញទេលោកម្ចាស់ច្បាស់ជាមិនទុកជីវិតឲ្យពួកយើងឡើយអញ្ចឹងមានតែសុំទោសហើយកុំមកប៉ះពាល់ម៉ាក់ខ្ញុំឲ្យសោះឲ្យតែមានកូននៅទីនេះមនុស្សអាក្រក់គុំសង្ឃឹមថានាំម៉ាក់ចេញទៅបានឲ្យសោះពួកយើងសម្រុកចូលទៅកូនខ្ញុំរពើបន្តិចហើយកុំប្រកាន់អីណាមិនឲ្យពួកឯងមកធ្វើបាបម៉ាក់ទៀតទេឬទេដឹងនៅបាទដឹងហើយម៉ាក់មិនអីទេមែនទេចាស់ម៉ាក់មិនអីទេអរគុណកូនមិនបាច់អរគុណទេទៅថ្ងៃមុខឈិញសេងនឹងប៉ានឹងការពីម៉ាក់ជារៀងរហូតគុំនិយាយផ្ដេសផ្ដាស់ទោះចំណូលមិនសូវច្រើនតែឪពុកកូនពីរនាក់នេះគួរឲ្យចាប់អារម្មណ៍យ៉ាងដែរចុះហេតុអីពួកឯងមិនទាន់ចេញទៅទៀតម៉ាក់ត្រូវទៅចុះសម្បត្តិអាពាហ៍ពិពាហ៍ឥឡូវនេះហើយប្រាប់លោកម្ចាស់វិញទៅថាខ្ញុំមិនយល់ព្រមតាមការបង្គាប់ឡើយខ្ញុំមានមនុស្សដែលខ្ញុំស្រឡាញ់ហើយគឺលោកម្នាក់នេះឯងជាតិជានេះខ្ញុំរៀបការជាមួយតែគាត់ម្នាក់គត់តោះទៅ